ក្រសួងវប្បធម៌អំពាវនាវដល់អ្នកសិល្បៈនិងអ្នករៀបចំពិធីមង្គលការសូមរក្សាឲ្យបាននូវការគោរពនិងការអនុវត្តតាមពិធីដើមកុំកែច្នៃប្រាក់ចាក់ពីទំនៀមទម្លាប់ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់តាមរយៈសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅរសៀលថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះបានអំពាវនាវដល់គ្រប់អ្នកសិល្បៈនិងអ្នករៀបចំពិធីសូមព្យាយាមរក្សាឲ្យបាននូវការគោរពនិងការអនុវត្តតាមពិធីដើមនៃមង្គលការដោយជៀសវាងឲ្យបាននូវការកែច្នៃដែលប្រាចាកពីទំនៀមទម្លាប់ដើមជាពិសេសការប្រើប្រាស់ពាក្យសម្ដីកាយវិការនិងសម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់នៃជំនឿសាសនារបស់សហគមន៍និងជាតិសាសន៍នានាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កេតឃើញមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរពិសេសសកម្មភាពក្នុងពិធីបុកលៀកដោយមានការប្រើពាក្យសម្ដីកាយវិការនិងសម្លៀកបំពាក់មិនសមរម្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផងនិងដល់ទំនៀមទម្លាប់សាសនាអ៊ីស្លាមផងក្រសួងបានបញ្ជាក់ថាពិធីបុកលៀកជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរឬត្រូវបានស្គាល់ថាជាពិធីធ្វើធ្មេញឬធ្វើធ្មេញបំពេញលៀកឬបុកលៀកឬតំបន់ខ្លះហៅថាធ្វើធ្មេញលេងលៀកឬកោសធ្មេញក៏មានពិធីនេះជាទំនៀមទម្លាប់តាមតំបន់ឬប្រារព្ធតាមលទ្ធភាពសម័យពិធីក្នុងន័យជានិមិត្តរូបបំពេញកិច្ចឲ្យកូនប្រុសកូនស្រីត្រូវទទួលនៅពាក្យផ្អែមល្វីងជូរចត់ហិលប្រៃក្នុងជីវិតប្តីប្រពន្ធឧបមាដោយទៅនឹងរសជាតិវត្ថុជាតិថ្នាំផ្សេងផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកលៀកតាមទំនៀមទម្លាប់ក្នុងពិធីបុកលៀកតែងមានការចូលរួមពីបងប្អូនញាតិមិត្តដែលមិនប្រកាន់ពណ៌សម្បុរឬសាសនានោះឡើយនៅតំបន់ខ្លះតែងធ្វើពិធីនេះដោយមានការសម្ដែងវែងឆ្ងាយពីដំណើរទៅរកលៀកគ្រឿងថ្នាំដោយឆ្លងទឹកឆ្លងអូរកាត់ព្រៃភ្នំហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គឬឯការសម្ដែងជាសិល្បៈភាគច្រើនគឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកលៀកដោយជួបជាតិសាសន៍ផ្សេងដូចជាចិនជនជាតិដើមភាគតិចជាដើមក្នុងការអនុវត្តជាក់ស្ដែងពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងទៅតាមតំបន់ឬទៅតាមលទ្ធភាពនានាក្រសួងវប្បធម៌និងវិចិត្រសិល្បៈសង្ឃឹមថាការចូលរួមគោរពនិងអនុវត្តដោយទឹកចិត្តស្រឡាញ់ការពារនឹងធ្វើឲ្យវប្បធម៌ប្រពៃណីជាតិកាន់តែរុងរឿងនិងគង់វង្ស